ខ្ញុំមាន fan ម្នាក់មិនដឹងជាស្រីមិនដឹងជាប្រុសទេញ៉ោបានចូលមក file របស់គាត់គាត់ចង់ខ្ញុំថតទេសភាពសុខសាជាពិសេសរបៀបធ្វើស្រែរបស់បងប្អូនជនជាតិឥណ្ឌាអញ្ចឹងណាបងប្អូននិយាយទៅមិនមែនថាខ្ញុំមិនចង់ថតទស្សនវិជ្ជាបែបហ្នឹងទេធ្វើជាអ្នកផលិតវីដេអូចង់ណាតែអ្វីដែលសំខាន់នឹងគ្រួសាររបស់ខ្ញុំគឺជាគ្រួសារដែលគាត់ធ្វើការតែបើនិយាយសួរស្ដាប់ទៅគ្រួសារដែលស៊ីឈ្នួលគេឬក៏កញ្ជះគេបងប្អូនប៉ុន្តែអ្វីដែលខ្ញុំដឹងអ្នកធ្វើស្រែចិត្តផ្ទះរបស់ខ្ញុំនេះគេធ្វើស្រែនឹងអត់សូវខុសពីយើងទេដូចគ្នាបែបបាត់បើសិនតែគេចង់បានផលច្រើនគេមានស្ទូងមានដកមានសាបមានព្យួរមានរស់ចឹងទៅហើយគេមានជួលអ្នកដែលស្ទូងដកជនជាតិឥណ្ឌាចាស់ហ្នឹងណាប៉ុន្តែបើសិនជាគេចង់លឿនគេថាគេអត់ចង់ចំណាយលុយច្រើនណាគេប្រើម៉ាស៊ីនមានព្រោះឬក៏គេស្ទូងដោយប្រើម៉ាស៊ីនអញ្ចឹងនិយាយទៅ procedure នៅឥណ្ឌាដូចគ្នាវាបាត់គ្រាន់ថានៅស្រុកឥណ្ឌាដីរបស់គេមើលទៅភោគផលថាវាមានជីជាតិខ្លាំងអញ្ចឹងណាបងប្អូនគេអត់សូវប្រើជីប្រហែលទេខ្លាំងគេដាក់តែជីអាចគោបន្តិចតួចតែប៉ុណ្ណឹងតែអ្វីដែលពិបាកសម្រាប់ពួកគាត់ធ្វើស្រែហ្នឹងនៅស្រុកហ្នឹងភាគច្រើនគឺស្មៅដុះខ្លាំងណាស់បងប្អូនអើយអញ្ចឹងនៅពេលគាត់ស្ទូងហើយគាត់ត្រូវជួលកម្មករដកស្មៅរហូតនឹងឯងរហូតដល់ស្រូវទុំអីអញ្ចឹងអ្នកធ្វើស្រែដោយប្រើកម្លាំងហ្នឹងគេនៅប្រើគោប្រើក្របីព្យួររស់ដូចតែយើងធ្វើស្រុកយើងពីនន់ដើមអីអញ្ចឹងឥឡូវចូលដល់សាច់រឿងខ្ញុំវិញម្ដងថ្ងៃនេះខ្ញុំចង់ញ៉ាំស្លម្រះបងប្អូនអញ្ចឹងហើយខ្ញុំខំរੂរះទៅផ្សារទៅទិញសាច់ជ្រូកដោយបងប្អូនឃើញនៅក្នុងវីដេអូនេះហើយអ្នកលក់សាច់ជ្រូកស្រុកភូមិខ្ញុំមួយចំនួនគេអត់ខ្វល់ទេថ្លឹងចាស់ថ្លឹងខ្ចីបងប្អូនក៏ដាក់ដល់តអញ្ជិញបោះទៅត្មងណាបន្ទាប់មកទៀតខ្ញុំទៅទិញម្រះហើយមានបងប្អូន fan ម្នាក់គាត់សួរខ្ញុំថាអញ្ចេះបងឯងលើកខ្មៅនឹងជាស្អីគាត់មើលអត់យល់អត់ស្គាល់អញ្ចឹងអានឹងជាម្រះនៅស្រុកឥណ្ឌាសបកនៅខាងក្រៅឡើងរួញកញ្ញើបងប្អូននួយពណ៌វាឡើងខ្មៅក្រឹបត្មងវាអត់ដូចម្រះនៅស្រុកយើងកាឡាធំទេប៉ុន្តែរសជាតិខ្ញុំគិតថាវាមួយយ៉ាងម្នាក់ទេគ្រាន់ថាម្រះនេះវារៀងល្វីងបន្តិចចឹងណាពួកភាគច្រើនបន្លែប្លុកនៅស្រុកឥណ្ឌាគេដាំដោយធម្មជាតិពិតហ្មងបងប្អូនអើយគ្មានខ្លែងខ្លាយឬប្រើគីមីខ្លាំងឬប្រើលេឲ្យសទេនិយាយទៅធម្មជាតិ 100% ប៉ុន្តែតម្លៃរបស់គេរៀងថ្លៃបន្តិចខុសប្លែកដែលយើងទិញតាមរោងតាមតូចធំអាហ្នឹងសិតតែបន្លែនាំចូលទេតម្លៃធូរថ្លៃជាងអីចឹងនៅស្រុកនេះទោះបីបន្លែនាំចូលក៏ដោយមិនមែនបន្លែនាំចូលពីស្រុកក្រៅទេគ្រាន់ថានាំចូលពីរដ្ឋផ្សេងអីចឹងហើយផ្សារដែលខ្ញុំទៅនេះនិយាយទៅគេមកទឹកបើកតែម្ដងទេវាសម្បូរបែបចឹងបន្លែអីក៏មានដែរហើយខ្ញុំផ្សារមួយហ្នឹងមិនមែនចិត្តផ្ទះខ្ញុំទេបងប្អូនខ្ញុំជិះម៉ូតូឡើងជាងកន្លះម៉ោងបានទៅដល់បើខ្ញុំគិតគីឡូប្រហែលជា20គីឡូជាងនៅផ្ទះរំលងម្ដាយក្មេករបស់ខ្ញុំមកនៅគាត់នៅចិត្តផ្ទះបងអូនថ្លៃខ្ញុំដែរផ្ទះបងអូនថ្លៃខ្ញុំកន្លែងហ្នឹងគាត់ប្រកាសលក់ព្រោះគាត់ចង់ទិញដីទិញផ្ទះនៅស្រុកក្រៅណោះអញ្ចឹងហើយគាត់សួរខ្ញុំថាអ្នកឯងចង់ទិញផ្ទះខ្ញុំអត់ខ្ញុំថាអូខ្ញុំអត់ចង់ទិញទេផ្ទះល្វែងអញ្ចឹងប៉ុន្តែផ្ទះហ្នឹងស្អាតបងប្អូននិយាយទៅខ្ញុំអត់ចង់បានផ្ទះល្វែងអញ្ចឹងទេខ្ញុំចង់បានផ្ទះទូចបន្ទប់តែមួយក្រានបាយទៅមួយក៏ដោយឲ្យតែមានទីធ្លាដាំផ្លែឈើដាំជីដែលថាយើងអាចញ៉ាំបានគឺសុបាយចិត្តហើយបងប្អូនខ្ញុំអត់ចង់បានផ្ទះធំទេអាផ្ទះធំគូវេទនាសឹងអីផ្ទះខ្ញុំរងថ្ងៃជន់លើជន់ក្រោមបោះសម្អាតឡើងមកព្រឹកថ្ងៃត្រង់ទៅរំទៅហើយអញ្ចឹងណាហត់ខ្លាំងណាស់ផ្ទះទូចវាកាលល្អសម្រាប់ខ្ញុំឥឡូវនេះមិនថាសឡម្រះឬត្រីចៀនរបស់ខ្ញុំគឺឆ្អិនរួចរាល់ហើយខ្ញុំក៏សូមណែនាំ probiotic care គឺជាប្រភេទវីតាមីនជួយនឹងការពារសុខភាពក្រពះពោះវៀនបងប្អូននៅរឹងមាំជួយប្រព័ន្ធភាពស៊ាំជួយដល់ប្រព័ន្ធវេហាជួយកាត់បន្ថយជាតិក្រានក្នុងកាពះនិងធ្វើបងប្អូនគិញលក់ស្រួលហើយរសជាតិរបស់គេផ្អែមដំឡំទោះបីបងប្អូនមានបញ្ហាកាពះពោះវៀនឬក៏មិនមានក៏ប្រើបានដែរអរគុណជម្រាបលា